គ្នាបាទស្វាគមន៍មកកាន់វីដេអូ vlog ខ្លីៗរបស់យើងផងដែរហើយនេះគឺជាដំណើរកម្សាន្តបាទជាមួយនឹងក្រុមការងាររបស់យើងឆ្ពោះទៅកាន់បាទឆ្នេរតាបារាំងនៅក្រុងព្រះសីហនុផងដែរហើយសម្រាប់តាដំណើរកម្សាន្តនេះគឺយើងទៅកាលពីថ្ងៃទី14ខែមករាឆ្នាំ2023ហើយយើងក៏ខានដើរលេងជុំគ្រាជើងយូរមកហើយនេះគឺជាដំណើរកម្សាន្តទី1នៅក្នុងឆ្នាំ2023របស់យើងហើយបាទសកម្មភាពនៅនេះគឺអត់មានច្រើនទេបាទដោយសារតែយើងអត់សូវបានថតទេបាទកាត់យកតែម្ដងបាទឥឡូវយើងមកដល់បាទផ្លូវលបឿនលឿននេះបាទយើងចូលប៉ុស្តិ៍សេវាដើម្បីទទួលយកកាតឆ្លងកាត់ផ្លូវលបឿនលឿនបន្ទាប់មកយើងកាត់មកដល់ច្រកចេញតែម្ដងបាទគឺយើងច្រកចេញតាមផ្លូវស្រែអំបិលណាបាទអញ្ចឹងដើម្បីទៅឆ្នេរតាបារាំងបានគឺយើងចេញមកច្រកផ្លូវស្រែអំបិលចាំថាចេញពីផ្លូវលបឿនលឿនហើយគឺយើងបត់ឆ្វេងបាទបត់ឆ្វេងទៅត្រង់រហូតមកដល់យើងឃើញផ្លូវមួយមានផ្លូវលំនេះបត់ស្ដាំបាទយើងបត់ស្ដាំចុះមកយើងឆ្ងាយយើងជ្រៅហើយផ្លូវកលុកកលាក់ច្រើនបងប្អូនមើលតែផ្លូវហ្នឹងហើយកលុកជាងនឹងទៀតបាទអញ្ចឹងអានេះគឺខ្ញុំកាត់មកដល់ចិត្តកន្លែងដល់កន្លែងដែលយើងត្រូវសម្រាប់ឲ្យបាទដល់ទស្សនៈអញ្ចឹងយើងចូលមកដល់ទស្សនៈតែម្ដងហើយទស្សនៈយើងគឺទស្សនៈធម្មតាសាមញ្ញហ្នឹងទេបាទអត់មានបឹងកណូបឹងកន្លែងបឹងកលែអីទេបាទអញ្ចឹងគឺសំខាន់យើងបានមកកំសាន្តនៅមាត់ឆ្នេរបន្ទាប់ពីមកដល់ហើយនេះក្រុមការងារយើងក៏ចាប់ដើមតម្លាក់អេវ៉ាន់ហើយចាប់ដើមឈៀលបន្តិចទៅណាបាទយើងក៏ចាប់ដើមរៀបចំបាទសម្ភារៈដើម្បីអាំងសាច់បាទនេះគឺស្ត្រីមេផ្ទះរបស់យើងគាត់កំពុងតែលាងសម្អាតមឹកអីយ៉ាងទៅបាទដូចជាពពាអញ្ចឹងទៅដើម្បីដាក់អាំងញ៉ាំទាំងអស់គ្នាអញ្ចឹងណាបាទក៏ចាប់ផ្ដើមញ៉ាំទៅបាទអាំងញ៉ាំបដាអញ្ចឹងទៅឈៀជុលកែវខ្លះអីអញ្ចឹងទៅក៏ប៉ុណ្ណឹងបាទអត់មានបានថតច្រើនទេហត់ពេកបាទហើយក៏កាត់ចូលដល់លំឡើងតែម្ដងទៅបាទតែលំដាប់អាំងញ៉ាំទៀតបាទនិយាយទៅគឺឲ្យតែបានដើរលេងគឺមានអីគេអាពីអាំងសាច់នឹងទេបាទអាំងរឿងសមុទ្រអាំងអីហ្នឹងហើយនេះទីសភាពនៅឆ្នេរតាបារាំងនេះទឹកសមុទ្រដល់ខៀវខ្សាច់ក៏ពណ៌សស្អាតអីចឹងណាបាទអញ្ចឹងគឺក្នុងថ្ងៃហ្នឹងគឺមានអ្នកផ្សេងក៏គាត់ទៅច្រើនដែរបាទតែអត់សូវអញញ៉ៃបានទេគឺនឹងគឺមកល្មមបាទមកសប្បាយបាទមកស្ងប់ស្ងាត់ហើយមើលទៅទីសភាពគឺបែបហ្នឹងបាទនេះយកដល់ស្រាគេមកកាន់ថតឈរយកឿនតិចមកប៉ោះអីវាហ្នឹងទម្លាប់ឯងហើយអញ្ចឹងទៅក៏បានដើរ relax មើលទឹកសមុទ្រមើលអីដើរឲ្យជាប់សបកខ្ចៅឈាមជើងលេងហ្នឹងស្រែកមកវ៉ាស់ទៅឲ្យវាធូរអារម្មណ៍មួយយើងថាធ្វើការងារហត់នឿយច្រើនតានតឹងអញ្ចឹងទៅដល់សមុទ្រយើងស្រែកលេងអញ្ចឹងទៅធ្វើដូចនេះឈួតអីចឹងទេដើរទៅរត់លេងហ្នឹងនេះយើងរំដាយើងមិនដែលបានរត់លេងនៅសមុទ្រអីរំហាយអារម្មណ៍ហាត់ក្អែកក្តៅមកខ្មៅអីចឹងទេបាទអញ្ចឹងក៏បានរត់លេងមកឆាវអញ្ចឹងទៅកាត់ចុះឡើងក៏ដល់ចប់ហើយទៅបាទព្រោះអត់មានថតអីច្រើនទេទៅលេងនៅហ្នឹងអរគុណច្រើនបាទអញ្ចឹងជម្រាបលាបាទជួបគ្នាវីដេអូក្រោយបាយបាយ